អោខេតកណ្ដាលដំណើររឿងខ្ញុំតែខ្មៅចាជម្រាបសួរពុកម៉ែបងប្អូនឥឡូវនេះនាងខ្ញុំកំពុងតែមកដល់កំពុងចម្លងខ្សាច់កន្លាដែលជាកន្លែងមួយសម្រាប់ឆ្លងទៅកាន់ភូមិមួយដែលយើងហៅថាភូមិកណ្ដាលកោះភូមិខ្សាច់កន្លាស្រុកស្អាងខេត្តកណ្ដាលចាំដឹងថាតើជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅលើភូមិមួយនេះយ៉ាងម៉េចខ្លះហើយគាត់ប្រកបមុខរបរអ្វីចាទស្សនវិជ្ជានៅលើកោះយ៉ាងម៉េចនោះសូមទៅតាមដានទេសនាទាំងអស់គ្នាជាមួយនឹងខ្ញុំដូចតទៅចានៅពេលដែលធ្វើដំណើរចូលមកដល់ក្នុងភូមិនេះក៏ជាការសង្កេតឃើញថាមានលំនៅឋានបងប្អូនប្រជាពលរដ្ឋពិតជាស្រស់ស្អាតសមរម្យមានផ្លូវបេតុងចាមានដំណាំដាំព័ទ្ធជុំវិញផ្ទះចាផ្ទះនីមួយៗមានរបងថ្មមើលទៅគួរជាទីមនោរម្យមែនទែនសម្រាប់បងប្អូនប្រជាពលរដ្ឋនៅភូមិកណ្ដាលកោះនេះចាអញ្ចឹងយើងទៅមើលទស្សនវិជ្ជាផ្សេងៗជាច្រើនទៀតនៅក្នុងភូមិមួយនេះសូមជួយផ្សំគុំខ្ញុំផងហើយខ្ញុំមកដល់នៅក្នុងពេលនេះដែរក៏ជួបមួយបងប្អូនប្រជាពលរដ្ឋដែលគាត់កំពុងតែវិច្ចនំសមអញ្ចឹងទៅក៏បានចូលទៅជួបសួរនាំគាត់នៅក្នុងភូមិនឹងបងប្អូនសមខ្ញុំវិច្ចដោយខ្លួនខ្ញុំដៃខ្ញុំប៉ុន្តែខុសពីសមរបស់អ្នកកដាកោះនេះម្ចាស់ផ្ទះមើលសមម្ចាស់ផ្ទះឡើងស្អាតហើយមើលភៀវបងប្អូននេះអត់សូវចេះវិច្ចទេខ្ញុំអត់សូវចេះផងហើយក៏ទើបតែវិច្ចលើកទី1អញ្ចឹងខុសគ្នាហើយគាត់ប្រាប់ទៀតថាសូមក្បាល2សូមជ្រូកគាត់ហ្នឹងគឺសញ្ញាសម្គាល់របស់គាត់អីមកផ្លែកមកបែបដែរពីព្រោះអីធ្លាប់ឃើញដែរសូមជ្រូកគឺភាគច្រើនគេធ្វើធំហើយសូមចេកគេរៀងវិច្ចទូចតែដល់ពេលអ្នកកដាលកោះនេះគាត់ថាអត់ទេសញ្ញាសម្គាល់របស់គាត់វិច្ចប្រហាក់ប្រហែលគ្នារវាងសូមជ្រូកនិងសូមចេកក៏ប៉ុន្តែគ្រាន់ថាបើសូមជ្រូកនេះអាក្បាលនេះមាន2គាត់កាច់2ហើយគាត់ថាមានតែអ្នកកដាលកោះហ្នឹងទេដែលធ្វើបែបហ្នឹងព្រោះអីជាសញ្ញាសម្គាល់របស់គាត់អ្នកភូមិហ្នឹងតែម្ដងសម្រាប់មុខរបររបស់បងប្អូនប្រជាពលរដ្ឋនៅលើភូមិមួយនេះមិនមែនតែកសិកម្មដាំដុះបន្លែបង្ការផ្សេងៗទេគាត់ក៏មានលក់ដូរជាអីវ៉ាន់ចាប់ព្រួយចាមានការធ្វើជាសិប្បកម្មដោយដៃចាមានទាំងត្បាញកន្ទេលនិងចម្លាក់រូបនិងមានមុខរបរផ្សេងទៀតនៅក្នុងភូមិនឹងតែម្ដងនៅលើកោះក៏ពិតមែនក៏ប៉ុន្តែអ្វីដែលជាតម្រូវការប្រើប្រាស់មន្ទីរពេទ្យសាលារៀនហេដ្ឋារចនាសម្ព័ន្ធទូទៅនឹងគឺមានគ្រប់គ្រាន់ដល់ស្វាយតានីធ្លាប់ឆ្លងទៅដោយឡែកបើយើងសង្កេតមើលអំពីការប្រតិបត្តិទំនៀមទម្លាប់ប្រពៃណីរបស់អ្នកភូមិកណ្ដាលកោះនេះឃើញថាគាត់មានការប្រកាន់ភ្ជាប់នៅទំនៀមទម្លាប់ប្រពៃណីបានល្អចាពីព្រោះគាត់អញ្ជើញទៅវត្តអារាមតាមប្រពៃណីខ្មែរយើងនៅក្លៀកសម្លៀកបំពាក់សមសួនជានារីខ្មែរហើយពុទ្ធបរិស័ទចំណុះជើងវត្តក៏បានអញ្ជើញទៅកាន់វត្តអារាមធ្វើបុណ្យឧទ្ទិសកុសលទៅដល់បុព្វការីជនទៅតាមសទ្ធាជ្រះថ្លារៀងខ្លួនផងដែរកណ្ដាលស្រុកស្អាងយ៉ាងណាដែរពុកម៉ែបងប្អូនបន្ទាប់ពីបានតាមដានទស្សនវិជ្ជាជាទូទៅដែលនេះខ្ញុំបានបដិយកនៅសកម្មភាពសាមញ្ញទូទៅរបស់ប្រជាពលរដ្ឋយើងនៅតំបន់ជនបទនៅក្នុងទឹកដីកោះដែលជាតំបន់មួយចាសម្បូរទៅដោយជីវជាតិសម្រាប់ដាំដុះដំណាំកសិកម្មផ្សេងៗដោយដែលបងប្អូនបានឃើញដែលនេះខ្ញុំបានបង្ហាញហ្នឹងមានទាំងដំណាំហូបផ្លែនៅជុំវិញផ្ទះរបស់គាត់ហើយម្នាក់នឹងអត់មានពេលទំនេរទេចាគឺគាត់រវល់សកម្មភាពរបស់គាត់ផ្សេងគ្នាទាំងអរគុណណាស់ដែលពុកម៉ែបងប្អូនបានតាមដានទស្សនានេះហើយខ្ញុំនឹងនាំយកនៅទស្សនវិជ្ជាផ្សេងទៀតនៅតាមបណ្ដាភូមិនៅក្នុងភូមិជនបទនៅតាមបណ្ដាខេត្តផ្សេងឲ្យបងប្អូនបានទស្សនាបន្ថែមផងដែរ